ថ្ងៃនេះចេញពីផ្សារអូមបារក៏ផ្សារអង្គរបងប្អូនដោយសារតែមានបងប្អូនយើងគាត់បានណែនាំខ្ញុំច្រើនមែនទែនដែលខ្ញុំអាសាញ៉ាំតាក់ទងជាមួយនឹងនំបាញ់ឆែវនៅកន្លែងចៃវីណាគឺនៅផ្សារអូមបាយើងនឹងឯងហើយថ្ងៃនេះខ្ញុំបានចុំដល់មើលទៅគឺតំណងគួរសមដែរបងប្អូនចង់និយាយថាការលក់ដូរគាត់គឺបែបសាមញ្ញហើយសាច់ប៉ុនគាត់ណាមានបន្លែមានអីផ្ទាប់ជាមួយនឹងទឹកត្រីអញ្ចឹងទៅអូហូចង់និយាយថាតំណងមែនទែនហើយមកប្រទេស2000បើនិយាយពីបន្លែគឺបងប្អូនយើងដាក់មកស្រឡាញ់អញ្ចឹងទៅហើយឃើញគាត់សាប់បន្លែមើលទៅគឺតំណងហើយព្រោះនេះខ្ញុំមកបន្លែគាត់គឺមានច្រើនមានទាំងពីជីវងមានទាំងពីត្រួយមកកាក់ព្រៃឯណាណៃអញ្ចឹងណាហើយខ្ញុំចូលចិត្តញ៉ាំត្រួយមកកាក់ហ្នឹងវាជូរអញ្ចឹងទៅហើយការលក់ដូរដូចបងប្អូនបានឃើញស្រាមអញ្ចឹងគាត់លក់ដូរនៅលើផ្លូវបេតុងអញ្ចឹងណាមកជួបន្លែអញ្ចឹងទៅហើយបើតាមខ្ញុំសាកសួរគាត់គាត់លក់ដូរតាក់ទងជាមួយនឹងអាហារហ្នឹងគាត់លក់ដូរយូរហើយចូល20ឆ្នាំជាងទៅហើយតាំងពីនៅផ្សារសេរីភ័ណ្ឌអញ្ចឹងណាប៉ុន្តែមករយៈមុនក៏ដោយសារតែគាត់អាសាខានដែរដល់ពេលឥឡូវគាត់បានមកលក់ជាប់លប់វិញហើយមានទាំងពីបាញ់សុងមានទាំងពីកាទៀវឆាមានទាំងពីលុតឆាអញ្ចឹងទៅកន្លែងគាត់ដូចបងប្អូនបានឃើញស្រាប់អញ្ចឹងហើយអ្វីដែលពិសេសមួយទៀតហ្នឹងគឺតាក់ទងជាមួយនឹងគ្រឿងបន្ថែមហ្នឹងណាមានទាំងពីម្ទេសប្រមាណមុខផនគាត់អញ្ចឹងទៅនៅទីនេះបងប្អូនគាត់លក់ដូរគឺចង់ថាពេលខ្ញុំទៅថតហ្នឹងមានប្រមាណបងប្អូនយើងគាត់មកខ្ចប់ជាហោហាយអញ្ចឹងទៅរ៉ែរហូតអញ្ចឹងណាហើយកន្លែងគាត់គឺជាប់ជាមួយនឹងចែលៀសហាអំពើរសជាតិដែលខ្ញុំបានបង្ហាញប្រមាណបងប្អូនយើងកាលពីប្រមាណថ្ងៃមុនហ្នឹងគឺជាប់គ្នានឹងឯងនៅទល់មុខជាមួយនឹងបងខេមរាបុកលហុងហើយតំណងបងប្អូនការលក់ដូរផងគាត់ដូចបងប្អូនបានឃើញស្រាប់អញ្ចឹងគាត់លក់តែឯងទេអ្វីដែលពិសេសគឺតាក់ទងជាមួយនឹងម្ទេសជ្រក់ផងគាត់នឹងឯងបើសិនជាបងប្អូនយើងបានតែញ៉ាំណាបងប្អូនយើងអាចយកនឹងមកលាយជាមួយនឹងទឹកជ្រក់ផងគាត់អញ្ចឹងក៏បានដែរវាមានពីរវាមានអាហុយវាមានអាឆាអញ្ចឹងទៅហើយបងប្អូនយើងអានេះសិតតែជារូបមន្តប្រចាំកន្លែងគាត់អញ្ចឹងទៅហើយតាក់ទងជាមួយនឹងសាច់ចាំគាត់គឺគាត់ប្រើជាមួយប្រភេទសាច់មាន់អញ្ចឹងបើសិនជាពុកម៉ែបងប្អូនយើងគាត់ជាជនជាតិណាគឺក៏អាចញ៉ាំបានដែរអត់ជាបញ្ហាទេភាគច្រើនខ្ញុំមកទីនេះឃើញមានបងប្អូនយើងអ៊ីស្លាមអីគាត់ក៏មកខ្ចប់ច្រើនដែរអត់ជាបញ្ហាទេអញ្ចឹងណាមកប្រទេស2000មកប្រទេស2000មកថានេះតែ2000រៀលទេមានបន្លែមកកាផ្លេអញ្ចឹងទៅខ្ញុំញ៉ាំតែមកប្រទេសនេះចង់និយាយថា2000ប៉ុន្តែគាត់ snow របស់គាត់ហ្នឹងគឺមើលទៅវារៀងច្រើនដែរអញ្ចឹងណាហើយអានឹងបាននិយាយទៅវាអាស្រ័យលើបងប្អូនយើងបើសិនជាពុកម៉ែបងប្អូនយើងគាត់ចូលចិត្តញ៉ាំទៅត្រូវមាត់អូខេអាចថែមបានអ្វីដែលពិសេសមួយទៀតបងប្អូននៅកន្លែងគាត់នេះបើសិនជាបងប្អូនយើងអត់ចង់យក snow ក៏បានដែរគាត់សាក់ទៅសាច់ទៅទេមកខ្ញុំឃើញអ៊ំដែលគាត់ចាស់គាត់តែញ៉ាំគឺគាត់អត់យក snow ទេគាត់យកតែសាច់ទេហើយគាត់យកមកច្បុកច្បល់ចូលគ្នាតែម្ដងមើលទៅគឺតំណងដែរបងប្អូនអាហ្នឹងវាអាស្រ័យលើបងប្អូនយើងដែលគាត់ចង់ញ៉ាំអញ្ចឹងហើយថ្ងៃនេះខ្ញុំបានមកសាកញ៉ាំហើយតាក់ទងជាមួយនឹងនំបាញ់ឆែវនៅកន្លែងចៃវីផ្សារអូមអំបិលណារសជាតិកន្លែងគាត់គឺឆ្ងាញ់គេទទួលយកបានចង់ថាវាមិនណាស់ណាទេប៉ុន្តែឆ្ងាញ់ចង់និយាយថាមកល្មមទាំងទឹកជ្រលក់ទាំងអីគាត់អញ្ចឹងណាហើយនេះគាត់មាន3 4មុខមានទាំងពីលូតឆាមានទាំងពីមីអីគេហៅថាកាទៀវឆាហើយនឹងបាញ់សុងអីចឹងទៅហើយមានអ៊ំអង្គុយញ៉ាំអីជាហោហាយអញ្ចឹងទៅអញ្ចឹងអូខេអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេចង់មកឲ្យពុកម៉ែបងប្អូនយើងដោយសារតែខ្ញុំបានមកសាក់ញ៉ាំហើយទីតាំងគាត់គឺបបារោទេបងប្អូននៅនឹងផ្សារអូមអំបិលនៅផ្លូវបេតុងផ្លូវកណ្ដាលណាបងប្អូនយើងអាចទៅសាក់ញ៉ាំបានអូខេខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ